បានទៅទៅយូរហើយទៅមកនេះតាមហ្នឹងថាពលពលបានហាយញ៉ាំយកមកដាក់នៅរដ្ឋសភាជាតិហើយយកពីបបទៅជាខាងការរបស់ហើយជាមួយនឹងកម្មការទី1បានទៅទទួលយ៉ាងខ្ពស់មួយតែដោយសារថាយើងចង់ដឹងព័ត៌មានដែលបញ្ហានេះទៅខាងទៀតអញ្ចឹងហើយបានជាកម្មការទី8តែថ្ងៃនេះយើងខ្ញុំជាជាកម្មការទី8ទៅកែសម្រួលហើយមានលោកជំទាវពលទៅជាទីធ្វើនៃសាធារណរបស់កម្មការទី8មានអារម្មណ៍តាគីជាសមាជិកគណៈកម្មការទី8មានតែអង្គសិទ្ធិជាសមាជិកគណៈកម្មការទី8ចឹងអ្វីដែលខ្ញុំចង់បានព័ត៌មានមួយចាក់ទៅនឹងបញ្ហានេះញ៉ាំនេះថាតើក្មួយដែលជាតំណាងថ្ងៃនេះសូមឲ្យលោកជួយធ្វើការសង្ខេបចាក់ទៅនឹងបញ្ហាដែល CUWM ថាតើមានបញ្ហាអីខ្លះនេះក៏ជាព័ត៌មានសំខាន់មួយទៅដាក់មកថាមានបញ្ហាក្នុងការចលនាកម្មករប្រចាំរោងចក្រហ្នឹងគឺថាសេវាអត់យល់ន័យចឹងហើយបានថាសូមឲ្យមួយដែលជាតំណាងសូមធ្វើការសង្ខេបជូនកម្មការទី8ដំណាងកម្មការទី8ហើយសូមថាតើមួយគោលដៅមួយនេះចង់បានអីដែលតទៅនឹងបញ្ហាដែលជួយបានធ្វើការតវ៉ានៅក្នុងរោងចក្រហ្នឹងក្នុងចាស់មានសហជីពពីរចា៎សហជីពពីរអញ្ចឹងសមាជិកជាន់ទៀតបាទមួយសហជីពរបស់ជំនផលបាទពីសហជីពរបស់តាសនាអញ្ចឹងសហជីពគាត់នឹងកើតជួយជំផលណាចា៎បាទអញ្ចឹងរាល់ការកាត់វិភាគទៀតលើកលែងថាកម្មករស្ម័គ្រចិត្តចូលកាត់វិភាគទៀតគឺសហជីពមានសកាត់តែគាត់អត់មានធ្វើអញ្ចឹងទេគាត់នឹងតែចូលកាត់មួយរយយកទាំងអស់មួយខែមួយប្រព័ន្ធទោះតែគេអត់ចូលជាសមាជិករបស់គាត់នៅតែបន្តកាត់រហូតបាទអញ្ចឹងកម្មករទាំងអស់គាត់សូមលាលែងចេញពីសហជីពលោកជំផលបាទកម្មករបានប្រាប់គាត់ថាខ្ញុំលាលែងហើយជួបកាត់ដូចខ្ញុំទៅតែគាត់នៅតែបន្តកាត់លុយរហូតអញ្ចឹងធ្វើឲ្យកម្មករគាត់លាលែង750នាក់គាត់លាលែងចេញពីសហជីពលោកជំផលតែគាត់មិនបានចុះហត្ថលេខាសុំចូលសហជីពផងតែគាត់បែរទៅយកឈ្មោះជាប្រកាសយកទាំងអស់ទៅយកទាំងអស់តែកម្មករទាំងអស់បានស្នើសុំទៅរដ្ឋបាលថាកុំកាត់លុយរបស់គាត់ឲ្យសហជីពលោកជំនផលទៀតតែរដ្ឋបាលគាត់នៅតែបន្តកាត់គាត់ថាគាត់នៅតែកាត់នៅពេលដែលយើងតវ៉ាហ្នឹងគាត់យើងបានប្តឹងទៅណាខ្លះនៅពេលចាំពេលស្នើសុំឲ្យគាត់បោះឆ្នោតជ្រើសរើសតំណាងសហជីពតើកម្មករពីយើងសូមឲ្យធ្វើក្នុងឆ្នាំសហជីពទាំងពីរចូលទៅមុខគ្នាតើតំណាងកម្មករ2020ហ្នឹងមកគាត់បញ្ជាក់ថាឲ្យកម្មវិធីទៅទាញសហជីពមួយណាសូមឲ្យក្រុមហ៊ុនកាត់ឲ្យគាត់ចុះឲ្យមានតម្លាភាពរបស់គ្នាបាទអញ្ចឹងខ្ញុំឲ្យជឿចឹងតទៅពេលនេះហើយគាត់ក៏ព្រមថាបោះឆ្នោតគាត់ថាថ្ងៃណាសូមអូនសង្ខេបទីថ្ងៃទី9 9 ខែ 12 ហ្នឹងបាទយើងចំការបោះឆ្នោតឲ្យជ្រើសរើស